សួស្តីបងប្អូនអរគ្នាសម្រាប់រស័យឆ្នាំជូតនៅក្នុងឆ្នាំ2026នេះយើងឃើញថាតកតងជាមួយនឹងការងារក្តីការរស់ស៊ីក្តីការប្រកបរបរចំជីវិតអីផ្សេងៗណាមានការប្រែប្រួលខុសអ្វីដែលយើងរំពឹងទុកខុសពីអ្វីដែលយើងចង់បានដូចនេះយើងត្រូវរៀនសម្របខ្លួនឲ្យបានរហ័សប្រែប្រួលទៅតាមសភាពការជាក់ស្ដែងណាហើយសម្របខ្លួននឹងឲ្យកាន់តែលឿនកាន់តែប្រសើរបើសិនយើងនៅតែអោបជាប់ឬក៏យើងនៅតែប្រកាន់គោលគំនិតចាស់ឬក៏អ្វីដែលធ្លាប់ទទួលបានផលពីមុនមកហ្នឹងយើងនឹងមិនបានទទួលលទ្ធផលល្អនៅក្នុងឆ្នាំ2026នេះទេបន្ថែមពីលើនេះទាក់ទងជាមួយនឹងឆ្នាំជូតផងដែរនៅក្នុងឆ្នាំ2026នេះអាចនឹងចំណាយច្រើនមានកិច្ចការមានរឿងរ៉ាវដែលយើងត្រូវចេញលុយច្រើនចេញលុយធំអញ្ចឹងតកតងជាមួយនឹងការចាយវាយយើងត្រូវមានផែនការច្បាស់លាស់ចាយលើអីដែលចាំបាច់ជៀសវាងការចំណាយលើអីដែលខ្លួនឯងចង់បានបាទសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេអាឋានឃ្លាំងឬក៏សិក្សាដីឬក៏មើលរាសីឬក៏ត្រូវការសេវាកម្មរើសវេលាផ្សេងៗអាចធ្វើការតំណាក់តំណងបាទស៊ូព័ត៌មានតាមរយៈ Facebook Page ឬក៏ TikTok បានជាងនេះទៅទៀតបងប្អូនអាចចូលនៅក្នុង Telegram Group បាទដែលមាន link នៅក្រោម profile រូបភាព Facebook ឬក៏ profile TikTok អាចចូលក្នុងតាម link នឹងបានដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃសម្រាប់រាសីរបស់ឆ្នាំឆ្លូវនៅក្នុងឆ្នាំ2026នេះយើងឃើញថាទទួលបានរឿងល្អៗជាពិសេសមានគេឈ្មោះល្អណាហើយបើសិនជាអ្នកដឹកនាំវិញនៅក្នុងការងារឬក៏ក្នុងការរស់ស៊ីបាទកូនចៅស្ដាប់ប្រកបធ្វើតាមទឹកមាត់យើងប្រៃទទួលបានការជឿទុកចិត្តបាទជឿជាក់ពីមនុស្សជុំវិញខ្លួនជាពិសេសទទួលបានការជួយជ្រោមជ្រែងបាទនៅក្នុងការសម្រេចកិច្ចការរបស់យើងនៅក្នុងការបំពេញកិច្ចការងាររបស់យើងអ្វីដែលត្រូវប្រយ័ត្នសម្រាប់បុគ្គលកើតឆ្នាំឆ្លូវបាទនៅក្នុងឆ្នាំ2026នេះមានអារម្មណ៍ថាគេនាំទុកឬក៏គេនាំបញ្ហាមកឲ្យយើងអញ្ចឹងយើងមើលថែរក្សាផ្លូវចិត្តយើងឲ្យបានល្អនៅត្រង់កន្លែងហ្នឹងបាទសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេអាឋានបាទឃ្លាំងការិយាល័យអីផ្សេងៗណាឬក៏មើលដីមើលអីឬក៏ត្រូវការមើលរាសីឬក៏ការរើសវេលាល្អផ្សេងៗអាចធ្វើការតាក់ទងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram ដែលមាន link នៅក្រោម profile Facebook ឬក៏ profile TikTok ដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហ្វុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណសម្រាប់រាសីរបស់ឆ្នាំខាលនៅក្នុងឆ្នាំ2026នេះយើងឃើញថាជាពេលមួយដែលត្រូវផ្ដោតខ្លាំងទៅលើការពង្រឹងសមត្ថភាពរបស់ខ្លួនឯងបាទបុគ្គលកើតឆ្នាំខាលណាអភិវឌ្ឍខ្លួនបាទជាពិសេសដោះខាត់ជំនាញរបស់ខ្លួនដែលកាន់តែដែលខ្លួនចេះហ្នឹងឲ្យកាន់តែខ្លាំងឲ្យកាន់តែប្រសើរឲ្យកាន់តែមុតស្រួចណាអញ្ចឹងយើងត្រូវចងចាំថានៅពេលដែលយើងកាន់តែប៉ាកែយើងអាចរកចំណូលមកបានកាន់តែច្រើនអ្វីដែលគួរឲ្យកត់សម្គាល់បុគ្គលកើតឆ្នាំខាលនៅក្នុងឆ្នាំ2026នេះងាយឆេវឆាវបាទអញ្ចឹងធ្វើម៉េចរៀនទប់កំហឹងណារៀនមើលចិត្តខ្លួនឯងកុំឲ្យការខឹងការក្រេវក្រោធមកពេលហ្នឹងបាទផ្ដល់នៅវិបដិសារីឬក៏ការស្ដាយក្រោយនៅពេលក្រោយហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេអាឋានមើលរាសីឬក៏រើសវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram បាទតាមរយៈ link ដែលស្ថិតនៅក្រោម profile Facebook ឬក៏ profile TikTok ដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណសម្រាប់រាសីរបស់ឆ្នាំថោះនៅក្នុងឆ្នាំ2026នេះវិញយើងឃើញថាមានការរីកចម្រើនខ្លាំងបាទល្អណាឆ្នាំថោះអាចនិយាយបានថាឆ្នាំល្អមួយក្នុងចំណោមឆ្នាំល្អទាំង5អ្វីដែលគួរឲ្យសប្បាយចិត្តហ្នឹងគឺឆ្នាំថោះបុគ្គលកើតឆ្នាំថោះទទួលបានការឧបត្ថម្ភគាំទ្រពីមនុស្សជុំវិញខ្លួនហើយដូចនេះបាទ2026ជាពេលដែលត្រូវប្រឹងឲ្យខ្លាំងដើម្បីទទួលបានលទ្ធផលកាន់តែច្រើនមិនមែនបានន័យថារាសីយើងល្អហើយយើងដេកចាំសំណាងអត់ទេ
នៅពេលដែលរិស័យយើងល្អប្រឹងឲ្យខ្លាំងអានឹងលទ្ធផលរបស់យើងក៏បានទ្វេគុណដែរអ្វីដែលជាចំណុចល្អមួយទៀតគឺអ្នកដែលកើតឆ្នាំខុសអាចនឹងទទួលបានដំណឹងល្អបាទឬក៏មានរឿងល្អៗទាក់ទងនឹងអចលនទ្រព្យផ្ទះដីជាដើមបាទហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀប feng shui គេឋានបាទឃ្លាំងកាយអាឡ័យហាងរស់ស៊ីផ្សេងៗឬក៏មើលដីឬក៏មើលរាសីឬក៏ទៅការឬវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនដែលបាទអាចចូលទៅក្នុង group Telegram ដែលមាន link នៅក្រោម profile រូបភាពឬក៏ profile Facebook ឬក៏ profile TikTok ហ្នឹងដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណតាក់ទងជាមួយនឹងរាសីរបស់ឆ្នាំរោងនៅក្នុងឆ្នាំ2026នេះបាទតាក់ទងជាមួយឆ្នាំរោងណាបុគ្គលកាត់ឆ្នាំរោងនៅក្នុងឆ្នាំនេះជួបឧបសគ្គខ្លះៗនៅក្នុងការបំពេញការងារបាទដោះរឿងមួយចេញរឿងមួយដោះរឿងមួយចេញរឿងមួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុងក្រោយបំផុតយើងនឹងទទួលបានការជួយជ្រោមជ្រែងការជួយសហការបាទដើម្បីសម្រេចកិច្ចការងារនឹងផងដែរអញ្ចឹងកុំបារម្ភណាប្រឹងប្រែងតស៊ូទៅមុខដោះវាម្ដងមួយធ្វើចេញហើយអ្វីដែលត្រូវប្រយ័ត្នបុគ្គលឆ្នាំរោងកើតឆ្នាំរោងណានៅក្នុងឆ្នាំ2026នេះប្រយ័ត្នបន្តិចទៅលើសុខភាពរាងកាយងាយនឹងរងរបួសជាយថាហេតុបាទប៉ះនេះប៉ះនោះមុតដៃមុតជើងជាដើមហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀប feng shui គេឋានមើលរាសីឬក៏ត្រូវការរើសវេលាល្អផ្សេងអាចធ្វើការទំនាក់ទំនងតាម Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុង group Telegram បាទដែលមាន link នៅក្រោម profile រូបភាពរបស់ Facebook ឬក៏ TikTok ណាដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹង feng shui ប្រចាំថ្ងៃផងដែរបាទសូមអរគុណសម្រាប់រាសីរបស់បុគ្គលកើតឆ្នាំអាសាញ់នៅក្នុងឆ្នាំ2026នេះវិញយើងឃើញថាបាទមធ្យមបាទអញ្ចឹងអីដែលអ្នកកើតឆ្នាំអាសាញ់ត្រូវផ្ដោតគឺលើការអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀតបាទន័យថាបើឥឡូវយើងចេះ10យើងប្រឹងបន្ថែមឲ្យចេះ15ឲ្យចេះ20ឲ្យចេះ30នៅពេលដែលយើងខ្លាយទៅជាអ្នកជំនាញនៅលើបច្ចេកទេសនៅលើកិច្ចការងារមួយច្បាស់លាស់បាទប្រាក់រត់តាមហើយឲ្យយើងចេះពិតប្រាកដបន្ថែមទៅលើនេះបាទគឺពង្រឹងលើការសេពគប់មនុស្សបាទសេពគប់មនុស្សល្អមិត្តភ័ក្តិដែលប៉ាកែអ្នកដែលនាំយើងទៅរកការរីកចម្រើននាំយើងទៅរករឿងល្អអីដែលឆ្នាំម្សាញ់នៅត្រូវប្រុងប្រយ័ត្ននៅក្នុងឆ្នាំ2026នេះងាយនឹងឈឺបាទឈឺនេះឈឺនោះបាទផ្ដាសាយបាទបញ្ហានេះបញ្ហានោះអញ្ចឹងបាទយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាសុខភាពញ៉ាំថ្នាំបាទសម្រាប់ឲ្យបានច្រើនផងដែរសម្រាប់បងប្អូនដែលមានបំណងចង់រៀប feng shui គេឋានមើលរាសីឬក៏ត្រូវការរើសវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមជាងនេះទៀតបងប្អូនអាចចូលទៅក្នុង Telegram Group បាទតាមរយៈ link ដែលស្ថិតនៅក្រោម profile Facebook ឬក៏ profile TikTok បានបាទសូមអរគុណបើយើងមើលបាទរិស័យឆ្នាំមមីនៅក្នុងឆ្នាំ2026នេះវិញយើងឃើញថាមមីទទួលបានការចាប់អារម្មណ៍ពីអ្នកផងទាំងពួងពីមនុស្សជុំវិញខ្លួនបាទដូចនេះជាពេលទៅពង្រឹងទីផ្សារពង្រឹងមុខមាត់ពង្រឹង branding ពង្រឹងម៉ាកយីហោបង្កើនកេរ្តិ៍ឈ្មោះទាញចំណាប់អារម្មណ៍បាទអ្វីដែលល្អហ្នឹងនៅពេលដែលគេស្គាល់យើងកាន់តែច្រើនណាយើងអាចរត់លុយបានកាន់តែច្រើនអីដែលត្រូវប្រយ័ត្នមកកពាក្យសម្ដីបាទនិយាយជ្រុលនិយាយហួរនឹងអាចនាំទុកដល់ខ្លួនហើយមួយទៀតកុំប្រឹងប្រែងធ្វើការពេករហូតដល់ធ្លាក់ខ្លួនឈឺនឹងយើងត្រូវមើលឡើងដែរសម្រាប់បងប្អូនដែលមានបំណងចង់រៀប feng shui គេឋានឃ្លាំងកាយអាឡ័យឬក៏មើលដីឬក៏មើលរាសីឬការរើសវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានហើយជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram បាទដែលមាន link នៅក្រោម profile រូបភាពហ្នឹងបាទដើម្បីទទួលបានព័ត៌មានល្អទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណសម្រាប់រាសីរបស់បុគ្គលកើតឆ្នាំមមែនៅក្នុងឆ្នាំ2026នេះយើងឃើញថាទទួលបានរឿងល្អបាទឱកាសល្អទាក់ទងនឹងលុយកាក់ការរកស៊ីការវិនិយោគផ្សេងជាអ្វីដែលល្អបន្ថែមហ្នឹងណាទទួលបានការជួយឧបត្ថម្ភគាំទ្របាទពីមនុស្សដែលមានឋានៈទូនាទីមុខមាត់ដូចនេះត្រូវចាប់ឱកាសឲ្យជាប់ណាជាពិសេសប្រកាន់ខ្ញុំនៅភាពកតញ្ញូកតវេទីការដឹងគុណដល់មនុស្សដែលបានជួយខ្លួនឬក៏មនុស្សដែលបានធ្វើសេចក្តីល្អមកលើខ្លួនដោយសុភាសិតខ្មែរយើងតែនិយាយថាមនុស្សល្អទេវតានឹងតាមថែរក្សាបាទសម្រាប់បងប្អូនដែលមានបំណងចង់រៀប feng shui គេឋានផ្ទះដីឃ្លាំងកាយអាឡ័យ
បាទឬក៏មើលរស័យឬក៏ត្រូវការរើសវេលាល្អផ្សេងៗណាអាចធ្វើការតំតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram តាមរយៈ link ដែលស្ថិតនៅក្រោម profile រូបភាពរបស់ Facebook ឬ TikTok ហ្នឹងបាទដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណបើយើងក៏លេខមកមើលរស័យរបស់បុគ្គលកាត់ឆ្នាំវោកនៅក្នុងឆ្នាំ2026នេះបាទគឺវោកមានប្រាជ្ញាឆ្លៀវវៃបាទពូកែសង្កេតពូកែស្ដាប់ងាយយល់សភាពការសម្របខ្លួនបានរហ័សបាទជាពិសេសអាចស្មានត្រូវពីសភាពការប្រែប្រួលរបស់ទីផ្សារពីតម្រូវការរបស់អតិថិជនដូច្នេះវោកបាទអ្នកកាត់ចាំវោកត្រូវប្រមូលព័ត៌មានបានច្រើនបាទនោះយើងនឹងមានប្រៀបជាងអ្នកដទៃហើយដោយឡែកបុគ្គលចាំវោកត្រូវប្រយ័ត្នរឿងឈ្លូសប្រកែកដែលបណ្ដាលមកពីការយល់ច្រឡំអញ្ចឹងបាទស្ដាប់ឲ្យច្បាស់ប្រមូលព័ត៌មានឲ្យច្បាស់មុននឹងឆ្លើយតបសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេឋានមើលរស័យឬក៏ត្រូវការរើសវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram តាមរយៈ link ដែលស្ថិតនៅក្រោម profile រូបភាពបាទរបស់ Facebook និង TikTok ដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃបាទសូមអរគុណសម្រាប់រស័យរបស់បុគ្គលកាត់ឆ្នាំរកាបាទនៅក្នុងឆ្នាំ2026នេះឃើញថានឹងទទួលបានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនជាពិសេសទទួលបានការជួយឧបត្ថម្ភពីមនុស្សស្រីបាទជាងនេះទៅទៀតបុគ្គលកាត់ឆ្នាំរកាមានគំនិតបញ្ញាភ្លឺតឡារៀនឆាប់ចាំទទួលបានការស្រឡាញ់ចូលចិត្តពីមនុស្សជុំវិញខ្លួនផងដែរអ្វីដែលត្រូវប្រយ័ត្នគឺការខាត់បងទ្រព្យឬក៏លុយកាក់ដោយសារតែការជ្រើសរើសបុគ្គលិកខុសឬក៏ទុកចិត្តមនុស្សខុសបាទអញ្ចឹងប្រយ័ត្នលើនឹងមែនតើសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេឋានមើលរស័យឬក៏ត្រូវការរើសវីដេអូល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមបានជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram តាមរយៈ link ដែលស្ថិតនៅក្រោម profile របស់ Facebook ឬក៏ profile TikTok ហ្នឹងដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហ្វុងស៊ុយប្រចាំថ្ងៃបាទសូមអរគុណសម្រាប់ឆ្នាំចបាទបុគ្គលដែលកើតឆ្នាំចនៅក្នុងឆ្នាំ2026នេះយើងឃើញថាទទួលបានឱកាសល្អៗសំណាងល្អៗនៅក្នុងការបំពេញភារកិច្ចការងារអ្វីដែលគួរចាប់អារម្មណ៍ទទួលបានឱកាសល្អពីខាងក្រៅដោយសារតែមានគេណែនាំណាឬក៏គេជួយយកអាសាអ្វីដែលអ្នកកើតឆ្នាំចត្រូវប្រយ័ត្នគឺលិខិតស្នាមឯកសារកុងត្រាអីផ្សេងណាមុននឹងសញ្ញេចុះហត្ថលេខាពិនិត្យបច្ច័យឲ្យបានច្បាស់លាស់ជៀសវាងការចាញ់ប្រៀបគេឬក៏ខាតបង់នៅពេលក្រោយហើយសម្រាប់បងប្អូនដែលមានបំណងចង់រៀបហ្វុងស៊ុយគេឋានឬមើលរស័យឬក៏ត្រូវការរើសវេលាល្អផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page ឬក៏ TikTok ដើម្បីសាកសួរព័ត៌មានបន្ថែមជាងនេះទៅទៀតបងប្អូនអាចចូលក្នុងក្រុម Telegram បាទតាមរយៈ link ដែលស្ថិតនៅក្រោម profile រូបភាពរបស់ Facebook ឬក៏ profile TikTok ដើម្បីទទួលបានព័ត៌មានល្អៗទាក់ទងជាមួយនឹងហុងស៊ុយប្រចាំថ្ងៃផងដែរបាទសូមអរគុណ